bà cái lá co vây không mấy bây giờ bọn này vây bà có tự tay đập bầm bốn cho năm thế rồi cả bà tay có chỉ cái lá co một để club cái hai tha miền phiệp là bây giờ bà anh tèng chi vứt na ha cái đôi chi tèng chip ba tuột bà tay yang nào mình nhưng cái thằng vây bên này cô tay đau từ lừa cách càng nghiệp ban chởn chỉ sẽ cả bị vọt luôn cả ở dưới khi chạy đánh cái lá co cùng ru mùi chùm nún đó na đôi chỉ riêng chụp bong mà phụ quạt ấy có miền cá chay cầm lấy đai chạy tông từ đằng cá sài cục một phẹn mình lọ này cả đào phơi khô cả miền đại cù trơn bà phơi chịu vật trơn cái đôi chỉ phíp mà chỉ nún lòng pe là có miền cái tên điểm cái đôi chỉ miền cây chúa chỉ sẽ cái lá co đó cứ cả ta chỉ mình nuốt nó bằng hà chốn nó cả bà đôi chỉ khơi này cái lá co đại nó khang cài non rồi bao nhiêu trong này cứ Clay Hendrick bà ta bắt chua con về thì tin đừng chỉ biết chua mà bọn Hendrick ní mà đi ca trong cái tu hướng muốn con ca nó tu hướng để con miền đại cù snaha nơi quê mình lòng về để con vâng tờ rẻ ban là hay cái vâng ta chơi room cho một club dẹt nơi ai Spain tiền chẳng cài mó đường ra mà chỉ luôn cả ban cả làng phô prong tiền mó con cả ban châu APP bà chặt đại cù này Ripka nơi với đập bầm bấy cho nằm bà chẳng sẽ đẹp Hendrick mà đọc về bài này cứ mình men chỉ cái lá co bà được bao Real Madrid tế và tái thời ban club Olympic Lyon bà cứ chỉ club ba top mùi này Prati bà răng bà chơi chương bà pi Real Madrid chỉ riêng mùi đào o đấy bữa sau Hendrick quật lên Real Madrid quật hiểu về những mấy tí muối tí pi tụm nốc tốc chật bà đọc kêu một vấc hạ đôi chị mình toàn đo lại quật mà rồi pin lên để bà hay riêng đây chia cả ta sầm khán ca và cô bị chơi cua phơi áo ấy quát và bạn trong cam cô bị chơiជាមួយនឹងកាឡាកោដែលមានតម្លៃខ្ពស់ជាងគាត់និងមានទេពកោសល្យល្អជាងគាត់ជាពិសេសជាកាឡាកោដែលមានទម្រង់លេងត្រូវចិត្តរបស់គ្រូបង្វឹកណាបាទអញ្ចឹងសម្រាប់ Hendrick បាទឈ្មោះរបស់គាត់ពេញគឺ Hendrick Felipe Moreira de Souza បាទគាត់ស្ដាប់ឈ្មោះដឹងថាជាកាឡាកោប្រេស៊ីលបាទហើយបាទគឺជាពិសេសឈ្មោះ Moreira និង Souza ជាដើមដែលអ្នកគ្រប់គ្នាតែងតែហៅគាត់ថាជា Hendrick បាទដែលជាកាឡាកោបាល់ទាត់អាជីពបាទជំនឿជាតិប្រេស៊ីលក៏ដូចជាកីឡាករប្រេស៊ីលផងដែរគាត់គឺជាកីឡាករវ័យក្មេងនេះបងប្អូនដូចខ្ញុំជម្រាបជូនហ្នឹងនៅពេលបច្ចុប្បន្នវ័យទៅតែ19ឆ្នាំក្នុងនាមជាខ្សែបម្រើបាទបម្រើប្រយុទ្ធទៀតណាមិនបម្រើធម្មតាទេបាទបម្រើប្រយុទ្ធបាទអញ្ចឹងនៅក្នុងនោះរូបគេក៏ធ្លាប់បាទបានក៏ហៅពីក្រុមជំនឿជាតិបាទប្រេស៊ីលឲ្យទៅចូលរួមហើយនៅពេលបច្ចុប្បន្ននេះគឺគាត់ត្រូវបានជាប់ឈ្មោះជាកីឡាករដែលខ្ចីជើងទៅលេងនៅអូឡ িম্প ពិកលីយ៉ុងដែលរាប់ចាប់ពីថ្ងៃទី1ខែ1ឆ្នាំ2026តទៅបាទសម្រាប់ Hendrick គាត់កើតនៅថ្ងៃទី21ខែ7ឆ្នាំ2006បាទអញ្ចឹងមកដល់ពេលបច្ចុប្បន្ននេះ2026ប្រហែលថ្ងៃទៀតថ្ងៃប៉ុន្តែមិនទាន់គេថា20ឆ្នាំអីពេញលេងទេបាទទើបតែ19ឆ្នាំទេបាទដែលរូបគេកើតនៅFederal District បាទស្រុកដែលមានឈ្មោះថា Federal សកាបាទស្រុករបស់គាត់បាទនៅឯប្រេស៊ីលបាទអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងក៏មានភរិយាដែរដែលរៀបការតាំងពីឆ្នាំមុនបាទគឺអ្នកនាង Gabrieli Miranda បាទ19ឆ្នាំនៅកម្ពុជារបស់យើងវ័យពេលនេះគឺបាទកំពុងតែសម្បូរអ្នកដែលលីវច្រើនហ្នឹងបាទអរគុណសម្រាប់Hendrick គឺជាកីឡាករមួយដែលគេមានការប៉ាន់ស្មានក៏ដូចជាប៉ាន់ប្រមាណថានៅឆ្នាំ2025នេះគាត់អាចនឹងរកប្រាក់ចំណូលបានប្រហែលជា$5 លានសកាបាទក្នុងមួយឆ្នាំដែលរកពីប្រាក់ចំណូលនោះគឺរកពីបាល់ទាត់ទេបាទរកពីបាល់ទាត់សុទ្ធសាធទេគាត់អាចទៅធ្វើអីណា BA model អីផ្សេងៗហ្នឹងគេអត់រកចូលទេតែបើនិយាយពីបាល់ទាត់គាត់អាចរកប្រាក់ចំណូលបានប្រហែលជា4 លានអឺរ៉ូជាងស្មើនឹងថា$5 លានចាស់បាទលេខមូលបាទអញ្ចឹងសម្រាប់ Hendrickគាត់នៅក្មេងអាយុនៅតិចកពកគាត់ឥឡូវក៏នៅមិនទាន់ខ្ពស់អីស្រឡះអីដែរតែ1.73 ទេបាទ1.73 ទេបាទអញ្ចឹងសម្រាប់ការទៅចូលរួមជាមួយនឹងលីយ៉ុងនេះបងប្អូនបាទគឺគាត់ចាប់ដើមចូលរួមពីថ្ងៃទី1ទៅហើយបាទប្រហែលថ្ងៃទៀតហ្នឹងពេលដែលមានការប្រកួតបាទនៅ Ligue 1របស់បារាំងក្នុងករណីមានការប្រកួតហ្នឹងជាផ្លូវការតែម្ដងណាបាទហើយសម្រាប់កីឡាករដែលរៀលដាក់ខ្ចីជើងក៏មិនមែនតិចដែរទេបាទច្រើនណាស់បាទកីឡាករបើយើងរាប់ទៅកីឡាករដែលមិនសូវមានឱកាសក្នុងការលេងតាំងពីមុនរហូតដល់ឥឡូវដូចគូបូអីរបស់ជប៉ុនហ្នឹងឃើញទេបាទគាត់ទៅក្លឹបថ្មីទៅក៏មានឱកាសការបានខ្លួនឥឡូវល្អរៀលចង់យកមកវិញអញ្ចឹងទៅដែរអានេះជារឿងមួយដែលថាកាលណាតែទុកយុវជនឲ្យគាត់កប់ឲ្យគាត់អង្គុយកៅអីចតនៅខាងលើអានេះបើនិយាយពីថៃទុកឲ្យគាត់ស្អុយចោលគឺខាតដែរប៉ុន្តែបើសិនមកទុកឲ្យគាត់មានឱកាសក្នុងការបង្ហាញខ្លួននៅក្លឹបដតីនៅក្នុងលីកតែមួយឬក៏នៅក្នុងលីកផ្សេងៗនៅឯតំបន់អឺរ៉ុបឲ្យមានការប្រកួតប្រជែងខ្លះដែរទៅគាត់មានទេពកោសល្យគាត់មានឱកាសក្នុងការជន់លើទីលានអញ្ចឹងការវិវត្តខ្លួនរបស់គាត់យ៉ាងហើយណាក៏មានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃដែរអញ្ចឹងកាលណាតែទុកគាត់ចោលទុកឲ្យត្រីស្អុយចោល
ធ្វើឲ្យអ្នកខ្លះគាត់បាក់ទឹកចិត្តតែម្ដងគាត់បោះបង់គាត់អាចនឹងបោះបង់ហើយអនាគតរបស់គាត់គឺនឹងខូចពេលដែលគាត់មិនមានឱកាសក្នុងការបង្ហាញខ្លួនបាទអញ្ចឹងឱកាសក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជារឿងមួយហើយមួយទៀតវាអាចប៉ះពាល់ជះឥទ្ធិពលទៅដល់ប្រទេសជាតិរបស់គាត់ដែរគាត់ត្រូវលេងតំណាងឲ្យជាតិដែរពីសហព័ន្ធពីគ្រូជំនឿជាតិថាគាត់ល្អហើយគាត់មានទេពកោសល្យហើយបាទគាត់មកចូលរួមមួយរៀលម៉ាឌ្រីតបាទប៉ុន្តែហេតុអីបាទគាត់អត់មានឱកាសការបង្ហាញខ្លួនវាអាចថាដូចខ្ញុំថាតម្រង់លេងការតាក់ចិត្តគ្រូបង្វឹកដូចអត់តន់ត្រូវអីចឹងទៅបាទហើយការបង្ហាញខ្លួនគាត់នៅស្ទាក់ស្ទើរទៅគ្រូបង្វឹកមិនសូវផ្ដល់ឱកាសអានឹងធ្វើឲ្យប៉ះពាល់ដែរតែបើធៀបជាមួយនឹងកីឡាករប្រេស៊ីលផ្សេងៗគាត់ល្អហើយបើមិនល្អមិនមកដល់រៀលទេបាទអានេះអ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមបាទអញ្ចឹងគាត់នៅរៀលម៉ាឌ្រីតហ្នឹងក៏ពាក់លេខល្អទេសកាបាទលេខ9បាទលេខ9នេះសិស្សឹងថាជាអតីតលេខដែលល្អហើយដូចជាតាមខ្ញុំចេះមើលបាល់ទាត់មកតាមខ្ញុំស្គាល់រៀលម៉ាឌ្រីតមកដូចជាកីឡាករមានពាក់រូបវ៉ានេសតឺរ៉ុយណាកីឡាកររ៉ូណាល់ដូរ៉ូសារីអូបាទកីឡាកររ៉ូណាល់ដូប្រេស៊ីលបាទរ៉ូណាល់ដូកប៉ោយបាទហើយនឹងមួយទៀតគ្រីស្ទីណូរ៉ូណាល់ដូការីមប៊ែនស៊ីម៉ាសិស្សឹងតែជាកីឡាករដែលពាក់ស្លេក9ហើយបាទប៉ុន្តែឥឡូវនេះទៅនិយមពាក់លេខ9ទៀតដែរបាទអាចថាជាលេខហុងស៊ុយរបស់គាត់ណាបាទអញ្ចឹងសម្រាប់កីឡាករ Enrique Felipe Moreira de Souza នេះបាទឬក៏ Enrique នេះបាទគាត់ធ្លាប់ចាប់ផ្ដើមអាជីពដំបូងតែម្ដងមិនទាន់ជាអាជីពទេគាត់ហាត់នៅយុវជនថ្នាលនៅក្លឹបបាល់ទាត់ Palmeiras អញ្ចឹងបងប្អូនប្រហែលជាស្គាល់ហើយ Palmeiras គឺជាក្លឹបបាល់ទាត់មួយដ៏ធំនៅឯប្រទេសប្រេស៊ីលហើយក៏ជាមានថ្នាលយុវជនល្អដែលដុសចេញពី Palmeiras ដែរបាទអញ្ចឹងក្រោយពីចូលរួមជាមួយនឹង Palmeiras បាន6ឆ្នាំជាយុវជនថ្នាលរបស់ Palmeiras កីឡាករ Enrique ក៏បានប្រម៉ូតមកចូលរួមជាមួយនឹងឈុតធំរបស់ Palmeiras រយៈពេល2រដូវកាលបាទរាប់តាំងពីឆ្នាំ2022ដល់ឆ្នាំ2024អញ្ចឹងម្លងពេលដែលគាត់វិវត្តខ្លួនជាមួយនឹង Palmeiras នៅឯប្រេស៊ីលហ្នឹងឯងទើបធ្វើឲ្យ Real Madrid បាទមាន scout នោះដែលទៅមើលហ្នឹងណាបាទអាចនាំយកអាចចរចាកីឡាករ Enrique មកចូលរួមជាមួយនឹង Real Madrid នៅឆ្នាំ2024តែម្ដងប៉ុន្តែយ៉ាងណាមិញយើងគិតថាជិត2រដូវកាលទៅហើយ Enrique ហាក់ដូចជាមានការបង្ហាញវត្តមានបន្តិចជួយស្ដាងមែនទែននៅក្នុងខ្សែភ្នែកក៏ដូចជាការជន់ទីលាន11អ្នកដំបូងបាទសម្រាប់កីឡាករ Real Madrid អញ្ចឹងរយៈពេលតាំងពីឆ្នាំ2024ដល់ពេលបច្ចុប្បន្ននេះគាត់បង្ហាញខ្លួនបានតែ23ដងទេហើយគាត់អាចសិទ្ធិបញ្ចូលទីបានតែមួយគ្រាប់គត់បាទអញ្ចឹងនេះជាលទ្ធផលដូចជាសមិទ្ធផល achievement នៃគាត់សម្រេចបានកន្លងទៅជាមួយនឹង Real Madrid អញ្ចឹងយើងចាំមើលតើពេលដែលគាត់ត្រូវបានដាក់ឲ្យលីយ៉ុងខ្ចីជើងបាទគាត់នឹងមានការវិវត្តខ្លួនដូចរៀមច្បងឬក៏ប្អូនបាទអាចថាមិនមានប្អូនគាត់ទេប្រហែលជាមានបងគាត់ពីច្រើនបងគាត់ដែរដែលត្រូវបានរៀលឲ្យក្លឹបដទៃខ្ចីជើងបាទគាត់អាចនឹងវិវត្តខ្លួនដូចរៀមច្បងដែរឬអត់បើយើងក៏លេខមកមើលអាជីពបាល់ទាត់របស់គាត់ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលវិញគាត់ជាប់ប្រេស៊ីលអាយុក្រោម17ឆ្នាំបាទបង្ហាញខ្លួនបាន4លើកសុទ្ធបញ្ចូលទីបាន5គ្រាប់បាទជាប់ជម្រើសជាតិប្រេស៊ីលអាយុក្រោម23ឆ្នាំនៅតែសុទ្ធបញ្ចូលទីបាន2គ្រាប់ក្នុងការបង្ហាញខ្លួនបាន7ដងបាទតម្លៃក្រុមជម្រើសជាតិប្រេស៊ីលជាប់នៅឆ្នាំ2023រហូតមកដល់ពេលបច្ចុប្បន្ននេះបង្ហាញខ្លួនបាន14ដងនិងសុទ្ធបញ្ចូលទីបាន3គ្រាប់យើងឃើញការលេងក្រុមជម្រើសជាតិទាំងឈុតយុវជនទាំងឈុតធំបើរាប់ទៅគាត់បង្ហាញខ្លួនបានមិនដល់30ដងទេប៉ុន្តែក៏សុទ្ធបញ្ចូលទីបាន10គ្រាប់បាទឲ្យក្រុមជម្រើសជាតិរបស់គាត់នេះជារឿងមួយដែលខ្ញុំគិតថាជាកត្តារាំងស្ទះដែរប្រសិនបើ Real Madrid នៅតែបកកនៅតែទុកគាត់ចោលនៅតែទុកឲ្យគាត់ចោតចោលមិនផ្ដល់ឱកាសឬក៏ផ្ដល់ឱកាសតិចតួចស្ដាងនៅក្នុងការផ្លាស់ប្ដូរទៅចុងម៉ោងអីជាដើមបាទអញ្ចឹងខ្ញុំគ្រប់គ្រងពេលដែល Enrique គាត់បានចាក់ចេញពី Real Madrid ម្លងពេលដែល Real Madrid កំពុងតែមានកីឡាករប្រកួតប្រជែងខ្ពស់ជាពិសេសតំបន់កណ្ដាលរបស់ Real Madrid យើងឃើញមានកាម៉ាវិញហ្គាកីឡាករមួយចំនួនផ្សេងទៀតបាទសិតសឹងតែជាកីឡាករដែលនាំចូលទៅថ្លៃជាពិសេសតំបន់បម្រើប្រយុទ្ធនេះគឺថាជន់គោតែម្ដងបាទគោតែម្ដងដល់ថ្នាក់ល្អដល់ដូចគូបូដែរហើយដែលនៅដល់មានការបង្ហាញខ្លួនបាទអញ្ចឹងយើងមានតែចាប់អត់មើលតើ Enrique បាទជាមួយនឹង Lee Young នៅក្នុងការវិវត្តចាប់ពីឆ្នាំ2026ទៅដំណើរនៃអាជីពបាល់ទាត់របស់គាត់នឹងទៅជាយ៉ាងណាបាទអញ្ចឹងខ្ញុំបាទសូមសង្ខេបប៉ុណ្ណេះហើយបាទហើយក៏ដូចជាបច្ចុប្បន្ននេះកំពុងតែធ្វើបានល្អបាទនៅឯក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់បាទជាមួយនឹងក្លឹបយ៉ាក់បាទ Bayern Munich បាទចាស់ស្ដែងបាទកីឡាករបាទខ្សែប្រយុទ្ធបាទគឺកីឡាករបាទ Harry Kane ដែលបងប្អូនបានស្គាល់ហើយដែលជាកីឡាករនៃក្រុមជម្រើសជាតិបាទតោកំណាច់អង់គ្លេសហើយបច្ចុប្បន្ននេះគាត់បន្ទាប់ពីការផ្លាស់ចេញពីទឹកដីរបស់អង់គ្លេសពីមន់ខ្នៃ Tottenham Hotspur បានទៅចូលរួមជាមួយនឹងលីករបស់អាល្លឺម៉ង់គឺ Bundesliga Harry Kane គឺធ្វើបានល្អមែនទែនមានន័យថាធ្វើព្យុះធ្វើភ្លៀងបាទហើយគឺជាខ្សែប្រយុទ្ធប្រអប់មួយដែលBayern Munichបាទនាំយកមកមិនខកបំណងទេពាក្យចាស់លោកពោថាបាទញ៉ៃបាទកាន់តែចាស់កាន់តែហិលឥឡូវនេះ Harry Kane បាទគឺកាន់តែហិលមែនហើយបាទសម្រាប់បាទបាល់ទាត់នៅក្នុងប្រទេសអាល្លឺម៉ង់ជាក់ស្ដែងការប្រកួតនៅក្នុងរដូវកាលថ្មីបើនិយាយពីការប្រកួតបាន15ប្រកួត Harry Kane សុទ្ធបញ្ចូលទីបាន19គ្រាប់ណាបងប្អូនណាបង្ហាញខ្លួនបាន15លើក Harry Kane សុទ្ធបញ្ចូលទីបាន19គ្រាប់
បាទអញ្ចឹងមានន័យថាមួយប្រកួត Hurricane អាចសុទ្ធបញ្ចូលទីលើសពី1គ្រាប់ទៀត អូយថា បាទហើយ Axis បាន3លើកទៀតនៅក្នុងរដូវកាល2025 2026នេះបាទបើយើងត្រឡប់ទៅរដូវកាលមុនបាទរដូវកាល2024 2025 Hurricane ក៏គឺជាកីឡាករ top scorer ដែរបាទជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនដែរអញ្ចឹងបើនិយាយអំពីកីឡាករបាទ Hurricane បាទបងប្អូនអ្នកនិយមបាទតាមដានបើទាត់ប្រកាសជាស្គាល់កីឡាករបាទខ្សែប្រយុទ្ធប្រអប់នៃក្រុមជម្រើសជាតិតៅកំណាចអង់គ្លេសរូបនេះហើយជាពិសេសតាមរយៈធ្វើជើងនៃការសុទ្ធបញ្ចូលទីបាទនៅក្នុងបាទ English Premier League របស់ចក្រភពអង់គ្លេសបន្ទាប់ពីគេថាបានចូលរួមជាមួយនឹង Montgomery Hotspur បាទបើយើងនិយាយអំពីប្រវត្តិសាស្ត្រវត្តារបស់កីឡាករ Hurricane បន្តិចបងប្អូនណាបាទកីឡាករ Hurricane មានឈ្មោះពេញថា Harry Edward Kane ដែលជាកីឡាករបាទបាល់ទាត់អាជីពនៃក្រុមជម្រើសជាតិអង់គ្លេសហើយបច្ចុប្បន្នគាត់បានលេងបាទកំពុងតែលេងជាមួយនឹងបាទ Bayern Munich បាទសម្រាប់កីឡាករ Hurricane មកដល់ពេលបច្ចុប្បន្ននេះគាត់មានវ័យ32ឆ្នាំហើយដោយសារតែគាត់កើតនៅក្នុងឆ្នាំ1993បាទអញ្ចឹងទោះបីជាវ័យមកដល់ពេលនេះ32ឆ្នាំប៉ុន្តែ Hurricane នៅធ្វើបានល្អបាទនៅតែធ្វើបានល្អបាទហើយសម្រាប់ទីកន្លែងកំណើតគឺកើតនៅក្នុងទីក្រុងឡុងតែម្ដងបាទរបស់ចក្រភពអង់គ្លេសបាទទីក្រុងធំរបស់អង់គ្លេសតែម្ដងបាទកូនអ្នកក្រុងបាទបាទហើយបើនិយាយអំពីការដែលធ្លាប់បានចូលរួមជាមួយនឹងបាល់ទាត់តាំងពីយុវជនតែម្ដងណាបាទ Hurricane ចូលរួមជាមួយនឹងបាល់ទាត់តាំងពីឆ្នាំ1999បាទដល់2001កាលនោះចូលរួមជាមួយនឹង Right Way Rover បាទ2001ដល់2002ធ្លាប់ជាយុវជនរបស់កំភ្លើងធំ Arsenal ដែរបាទដល់2002 2004ផ្លាស់ទៅចូលរួមជាមួយនឹង Right Way Rover នឹងដដែលរដូវកាល2004មកចូលរួមជាមួយនឹង Watford រដូវកាល2004ដល់2009ជាថ្នាក់យុវជនរបស់ Montgomery Hotspur ចាំមានថាជាយុវជនរបស់ Spurs បាន5រដូវកាលបាទបន្ទាប់មកក៏ត្រូវបាន Spurs នឹងប្រម៉ូតមកលេងបាទឈុតធំតែម្ដងរដូវកាល2009បាទជារដូវកាលដែល Hurricane បានចាប់ផ្ដើមជាមួយនឹង Montgomery Hotspur បាទហើយក៏បន្តអាជីពរហូតដល់រដូវកាល2023បាទអញ្ចឹងមានន័យថា2009ដល់2023សរុបទៅគឺ14រដូវកាលបាទ14រដូវកាលបងប្អូនជាមួយ Montgomery Hotspur ប៉ុន្តែបើនិយាយពីការបង្ហាញខ្លួនរហូតដល់ទៅ317ប្រកួតនិងសុទ្ធបញ្ចូលទីបាន213គ្រាប់បាទអញ្ចឹងកីឡាករ Hurricane គឺជាកីឡាករល្អប៉ុន្តែត្រង់ថាអភ័ព្វបន្តិចបាទនៅជាមួយ Spurs បាទគឺមិនសូវបានឈ្នះពានរង្វាន់ទេបាទនិយាយតាមជាក់ស្ដែងមានថា Spurs គឺជាក្រុមដែលមិនខ្លាំងទេប៉ុន្តែមានន័យថាអត់សំណាងពេលខ្លះឡើងទៅវគ្គដាច់ព្រាត់ប៉ុន្តែអត់ឈ្នះបាទនៅជាមួយ Spurs ពេលទៅរដូវកាលដំបូងមួយ Bundesliga ក៏អត់បានពានដែរតែគេកំពុងដាក់ការសង្ស័យគេទៅបាទបាទអញ្ចឹងយើងឃើញថាសម្រាប់Hurricane គាត់មានការគិតពិចារណាមួយដែរពីព្រោះដល់ពេលហ្នឹងមានបណ្ដាក្លឹបជាច្រើនមានការចាប់អារម្មណ៍សូម្បីតែ Man U ក៏ចង់បានបាទហើយប៉ុន្តែគាត់គិតដែរបើសិនជាទៅអាឡឺម៉ង់បាទមានតែ Bayern ទេដែលជាក្លឹបមួយដែលធំហើយខ្លាំងឈ្នះពានសឹងតែរាល់រដូវកាលសឹងតែគ្រប់រដូវកាលបាទប៉ុន្តែនៅពេលដែលរដូវកាលដែល Hurricane បានទៅចូលរួមបែរជារដូវកាលដំបូងនោះ Bayern Leverkusen ជាអ្នកលើកពានទៅវិញបាទ Hurricane អត់បានលើកពានទៀតបាទអញ្ចឹងមានគេទៅចែកថាក្នុងជាតិនេះ Hurricane ប្រហែលជាឈ្នះតែពានឯកតជនទេដឹងបាទគាត់ឈ្នះអស់ហើយសកាបើជើងមាសបាល់មាសក្នុងនាមជាកីឡាករដែលអាស៊ីសឲ្យមិត្តរួមក្រុមច្រើនជាងគេក្នុងនាមជាកីឡាករដែលសុខចូលទីច្រើនជាងគេប្រចាំខែប្រចាំរដូវកាលមានអស់ហើយបាទប៉ុន្តែដោយឡែកអាពីរង្វាន់កុំថាឡើយតែលីកកំពូលតែខាប់ហ្នឹងក៏អត់ដែរលើកដែរបាទកំសត់តែម្ដងណា Hurricane បាទហើយបើយើងនិយាយពីរដូវកាល2023ដែលផ្លាស់ទៅចូលរួមជាមួយនឹង Bayern Munich ហ្នឹងរដូវកាលដំបូងនឹងឯងគឺដែលអត់បានឈ្នះពានប៉ុន្តែរដូវកាលមុននេះ2024 2025ហ្នឹង Hurricane បានឈ្នះពានជាមួយនឹង Bayern Munich គឺថាសប្បាយមែនទែនដល់ថ្នាក់គាត់ដេកអោបពានប្រពន្ធគាត់ចង់ភ័យទៀតបាទប្រពន្ធ Hurricane គាត់ផុសថា Hurricane នេះប្លែកបាទអញ្ចឹងអ្នកណាមិនសប្បាយអ្នកណាមិនអមអ្នកណាមិនរភើបចូលរួមបុយបាល់ទាត់បាទជាងការ៉ាប់ចិត្ត2ទសវត្សរ៍ចិត្ត20ឆ្នាំបាទយើងគិតមើលគ្រាន់តែចំណាយពេលជាមួយនឹងយុវជនផងចំណាយពេលជាមួយនឹង Spurs ឈុតធំ14រដូវកាលបាត់ទៅហើយហ្នឹងអញ្ចឹងទង្រាំតែបានឈ្នះពាននៅក្នុងអាជីពបាល់ទាត់របស់គាត់រំភើបអានេះវាជាប្រវត្តិសាស្ត្ររបស់គាត់ដែរបាទអញ្ចឹងបើនិយាយពីការចូលរួមជាមួយនឹង Bayern Munich នេះចង់រំលឹកជូនបងប្អូនថានៅពេលបច្ចុប្បន្ន Hurricane គឺធ្វើបានល្អមែនទែនជាកីឡាករ top scorer ហើយរដូវកាលនេះរដូវកាល2025 2026ប្រកួតទៅតែបាន15ប្រកួតទេណាសុទ្ធបញ្ចូលទីបាន19គ្រាប់អាស៊ី3លើកទៀតបាទអញ្ចឹង Hurricane ធ្វើបានល្អមែនទែនបាទហើយបើនិយាយអំពីការចូលរួមជាមួយនឹងក្រុមជម្រើសជាតិតៅកំណាចអង់គ្លេសវិញ Hurricane ធ្លាប់ជាប់
បាទក្រុមជំរឿនជាតិអង់គ្លេសអាយុក្រោម17ឆ្នាំរដូវកាល2010កាលនោះបង្ហាញខ្លួនបាន6ប្រកួតសុំចូលទីបាន2គ្រាប់ហើយបន្តមកជាប់អុយ19រដូវកាលនោះ2010 2012ហ្នឹងបង្ហាញខ្លួនបាន14លើកសុំចូលទីបាន6គ្រាប់បន្តមកជាប់បាទអុយ20របស់អង់គ្លេសបាទ2013បង្ហាញខ្លួនបាន3ប្រកួតសុំចូលទីបាន1គ្រាប់បន្តមកជាប់ជំរឿនជាតិអង់គ្លេសអាយុក្រោម21ឆ្នាំបង្ហាញខ្លួនបាន14ប្រកួតនិងសុំចូលទីបាន8គ្រាប់ហើយរដូវកាល2015 Harry Kane បានជាប់ជាមួយនឹងក្រុមជំរឿនជាតិតកំណាចអង់គ្លេសឈុតធំតែម្ដងរហូតដល់ពេលបច្ចុប្បន្ននេះគឺគាត់ចូលរួមជាមួយនឹងក្រុមជំរឿនជាតិតកំណាចអង់គ្លេសបាន112ប្រកួតនិងសុទ្ធបញ្ចូលទីបានចំនួន78គ្រាប់បាទមានន័យថាការបង្ហាញខ្លួនរបស់គាត់សឹងតែមានគ្រាប់បាល់កើតឡើងតែម្ដងបាទគ្រប់ការបង្ហាញខ្លួនរបស់គាត់អញ្ចឹងមានន័យថា Harry Kane រដ្ឋថាបច្ចុប្បន្ននេះគឺជោគជ័យហើយជាមួយនឹងក្លឹបបាទជាពិសេសក្លឹបបច្ចុប្បន្ននេះគឺបាយយ៉ងម៉ាណេគឺជាក្លឹបធំហើយបើនិយាយពីរដូវកាលនេះបាទគឺបាយយ៉ងម៉ាណេកំពុងតែនៅលើកម្ពុជាតារាងទៀតហើយបាទយើងគិតនៅក្នុងសប្តាហ៍ទី15នេះបាទគឺបាយយ៉ងម៉ាណេមាន41ពិន្ទុនៅពីលើបាទក្រុមលេខ2 Borussia Dortmund បាទគឺជាក្រុមដែលគេចាត់ទុកថាជាការប្រកួតប្រជែងខ្លាំងរវាងបាយយ៉ងនិង Borussia Dortmund ប៉ុន្តែ Borussia Dortmund គឺចាញ់ពិន្ទុរហូតដល់ទៅជាង10ពិន្ទុឯណោះបាទពិបាកតាមបាទពិបាកតាមអញ្ចឹងសួរមិនសួរអាចថារដូវកាលនេះបើយកម៉ាណិចអាចខ្លាយជាម្ចាស់ជើងឯកទៀតក៏ថាបានដែរអញ្ចឹងHarry Kane គាត់អាចខ្លាយជាអ្នកដែលក្រងជើងឯកជាមួយនឹងបាទបើយកម៉ាណិចក្លឹបអាតតរបស់គាត់បាទក្លឹបអាតតគាត់ទី2ហ្នឹងលើកទី2របស់គាត់ហើយអញ្ចឹងអត់តចាប់ទេយ៉ាងណាក៏បន្តបាទជូនពរ Harry Kane ជោគជ័យជាមួយនឹងបាយយកម៉ាណិចដែរពេលខ្លះចឹងដែរពេលខ្លះនៅជាមួយនឹងក្លឹបមួយនេះមិនជោគជ័យប៉ុន្តែគាត់អាចផ្លាស់ទៅក្លឹបថ្មីគាត់ជោគជ័យដោយដែលបងនូវីតលើកឡើងមុននេះអញ្ចឹងកីឡាករ Endrick ពេលដែលគាត់នៅ Real Madrid គាត់នៅវ័យក្មេងគាត់ពិបាកប្រកួតប្រជែងគេគាត់នៅ Real Madrid មិនទាន់ចាស់ជោគជ័យប៉ុន្តែគាត់ឥឡូវគាត់បានផ្លាស់ទៅ Lyon នៅទឹកដីបារាំងអញ្ចឹងគាត់អាចហើយលោកថាគាត់អាចជោគជ័យជាមួយនឹង Lyon បាទមានភាពត្រចះត្រចង់ខ្លាចជា top scorer នៅឯ Lyon នៅឯបារាំងក៏អាចថាបានដែរបាទអញ្ចឹងតម្លៃខ្លួនកាត់កាន់តែកើនឡើងបន្ថែមទៀតបាទកីឡាករចំណូលថ្មីរបស់ក្លឹបបាវិសាខាបាទដែលបងប្អូនបានឃើញនៅខាងក្រៅនេះហើយវត្តមានកីឡាករចំណូលថ្មីទាំង3រូបដែលមកបំពេញតំបន់ដែលខ្វះខាតហើយក៏ដូចជាបំពេញនៅចំណុចដែលខ្វះខាតបន្ថែមទៀតអញ្ចឹងយើងឃើញថាតាក់ទងជាមួយនឹងកីឡាករទាំង3រូបនេះគឺជាកីឡាករបរទេសហើយមានសញ្ជាតិផ្សេងពីគ្នាបាទនៅក្នុងនោះបាទមានកីឡាករដែលមានសញ្ជាតិ Zabi បាទកីឡាករដែលមានសញ្ជាតិ Brazil និងកីឡាករដែលមានសញ្ជាតិ Scotland ដែលបងប្អូនបានឃើញហើយបងប្អូនអ្នកគាំទ្រក្លឹបវិសាខាប្រកាសជាស្គាល់ហើយកីឡាករចំណូលថ្មីប៉ុន្តែបងប្អូនមួយចំនួនទៀតប្រហែលជាមិនទាន់បានជ្រាបនៅឡើយទេបាទកីឡាករបាទដែលនៅខាងឆ្វេងដៃនេះបាទគឺកីឡាករ Pavel Ivalja បាទជាកីឡាករខ្សែប្រយុទ្ធបងប្អូនណាបាទសញ្ជាតិ Zabi ហើយនិងកីឡាករនៅចំកណ្ដាលនេះគឺជាកីឡាករ Lucas Dias បាទសញ្ជាតិ Brazil និងកីឡាករបាទដែលនៅខាងស្ដាំដៃនោះគឺជាកីឡាករបាទ Scotland បាទគឺកីឡាករបាទ Scott បាទ Alan Dishe បាទអញ្ចឹងកីឡាករទាំង3រូបនេះគឺបំពេញនៅក្នុងទូនីតិមានជាតំបន់ប្រយុទ្ធបាទកីឡាករ Pavel បញ្ជា Serbia នេះជាកីឡាករខ្សែប្រយុទ្ធកីឡាករ Lucas Dias ជាកីឡាករបាក់ខ្សែបម្រើស្លាបបាទនិងកីឡាករបាទ Scott បាទ Alan Dishe គឺជាកីឡាករបាក់ខ្សែបម្រើការពារបាទអញ្ចឹងមានន័យថាទាំងបាទទាំងតំបន់ទាំង3ហ្នឹងណាបាទទាំងបម្រើការពាររាប់ថាការពារក៏បានដែរបាទបម្រើការពារបម្រើស្លាបនិងប្រយុទ្ធបាទអញ្ចឹងមានន័យថាវិសាខាបាននាំយកកីឡាករបាទល្អមកបំពេញនៅក្នុងតំបន់ខ្វះខាតរបស់ខ្លួនបាទជាក់ស្ដែងបាទកីឡាករ Pavelបាទ Ivalja នេះជាកីឡាកររបស់ Zabi បាទជាខ្សែប្រយុទ្ធបាទហើយមុនដែលគេផ្លាស់មកវិសាខាបាទគឺគេធ្លាប់លេងនៅលីកទី2របស់កូរ៉េខាងត្បូងបាទនៅកូរ៉េខាងត្បូងបងប្អូនដឹងហើយបាទគឺជាលីកមួយដែលមានការប្រកួតប្រជែងខ្ពស់ដែរបាទហើយក៏ធ្លាប់បានចូលរួមជាមួយនឹងបាទ Chunan City ហើយបង្ហាញខ្លួនបាន6ប្រកួតសុទ្ធបញ្ចូលទីបាន1គ្រាប់ដែរបាទអញ្ចឹងមានន័យថានេះគ្រាន់តែត្រួសសិនទេហើយខ្ញុំនឹងជម្រាបជូនបងប្អូនបន្ថែមទៀតបាទសម្រាប់កីឡាករបាទZabi បាទបងប្អូនដឹងហើយកីឡាករដែលមានដើមកំណើតនៅខាងប៉ែកអឺរ៉ុបបាទជាពិសេស Zabi នេះគឺកាយសម្បត្តិរបស់គាត់គឺល្អមែនទែនបាទបើនិយាយពីកម្ពស់វិញណាបងប្អូនណាកម្ពស់គឺរហូតដល់ទៅ 1.93 បាទជិត2ម៉ែត្រហើយបើជិត2ម៉ែត្រហើយបើតំបន់ប្រយុទ្ធវិញខ្ញុំសម័យមើលដូចជាកីឡាកររបស់ណែបាទកីឡាកររបស់បេសាញ់ក្រហម Manchester United ណាដូចជាមាន Sesko បាទគឺការតែតរបស់គាត់គឺអាចថាជាអំណោយផលតែម្ដងបាទបើសម្រាប់កីឡាករ Pavel Ivalja នេះគឺ
កម្ពស់គាត់1.93 បាទហើយមកដល់ពេលបច្ចុប្បន្នគាត់មានវ័យ27ឆ្នាំបងប្អូនណាមានវ័យ27ឆ្នាំបាទហើយបើនិយាយអំពីការដែលគាត់ធ្លាប់ប្រកបអាជីពជាមួយនឹងក្លឹបបាល់ទាត់ហ្នឹងគឺច្រើនមែនតើបាទច្រើនមែនតើតែម្ដងហើយយើងរាប់ថាតាពីរដូវកាល2022 23មកចោះពីព្រោះអាចថាច្រើនណាអញ្ចឹងត្រឹម2022 2023គាត់ធ្លាប់បានចូលរួមជាមួយនឹងក្លឹបបាទ Grafika បាទរបស់ Zerbi បន្ទាប់មកបានចូលរួមជាមួយនឹងបាទ Rat Nikinis បាទរបស់ Zerbi ដដែលទេហើយក៏ចូលរួមជាមួយនឹង Rat Niki ដដែលបាទហើយបន្តមករដូវកាល2024 2025នេះគាត់ចូលរួមជាមួយនឹងបាទ Chenan City របស់កូរ៉េខាងត្បូងបាទហើយរដូវកាល2025ដដែលក៏គាត់បន្ទាប់ពីបញ្ចប់កងត្រាជាមួយនឹង Chenan City របស់កូរ៉េខាងត្បូងគាត់ក៏មិនទាន់មានក្លឹបលេងទេរហូតដល់ខែ12បាទខែ12នេះគាត់បានមកចូលរួមជាមួយនឹងវិសាខានេះតែម្ដងបាទថ្ងៃទី17ចូលរួមជាមួយនឹងវិសាខាអញ្ចឹងបងប្អូននឹងឃើញបាទសមាជិកភាពកីឡាកររបស់អឺរ៉ុបជាពិសេសគឺ Zerbi នេះនឹងលេងនៅក្នុងតំបន់បាទប្រយុទ្ធហើយបងប្អូនឃើញថាកម្ពស់កាយសម្បទារបស់គាត់គឺល្អហើយបាទមួយវិញទៀតបាទតាក់ទងជាមួយនឹងកីឡាករនេះដែរមានន័យថាការដែលគាត់ចូលរួមបាទជាមួយនឹងបណ្ដានៃលីកមាននៅក្នុងនោះមាន K League 2ក៏ដូចជា Korea Cup ដែរបាទនៅក្នុងការចូលរួមនៅក្នុងការបង្ហាញខ្លួនបាទហើយកីឡាករបាទមួយរូបទៀតបងប្អូនបាទគឺកីឡាករបាទ Lucas Diaz បាទគឺជាកីឡាកររបស់ប្រេស៊ីលបាទអញ្ចឹងប្រេស៊ីលណាបងប្អូនឃើញស្នាមញញឹមរបស់គាត់បាទពីខាងប៉ែកអាមេរិកឡាទីនណាខ្ញុំតែចាប់អារម្មណ៍គាត់ទាំងរបៀប lifestyle បាទដូចជាទាំងនៅលើទីលាននិងក្រៅទីលានរបៀបរបស់គាត់គឺបែបចេញមកគឺថាតាក់ទាញតែម្ដងបាទខ្ញុំមើលមុខគាត់ទៅបើសិនបើគាត់មានស័ក្តិសកាដូចអតីតកីឡាកររបស់វិសាខាខ្សែប្រយុទ្ធមុន Raymond ណា Raymond បាទស្តៀង Raymond តែបើសិនបើគាត់មានស័ក្តិកស័ក្តិអីបាទតែឥឡូវ Raymond ក៏ទៅតាមឆ្ងាយពីលីកកំពូលនៅឯតំបន់អាស៊ានរបស់យើងដែរទេបាទ Raymond បាទឥឡូវនេះកំពុងធ្វើបានល្អដែរសម្រាប់កីឡាករបាទ Lucas Diaz ជាកីឡាករសញ្ជាតិប្រេស៊ីលហើយមានកម្ពស់ 1.80 ម៉ែត្រតួនាទីជាប្រយុទ្ធស្លាបហើយបច្ចុប្បន្ននេះគឺមានវ័យ28ឆ្នាំបាទសម្រាប់កីឡាករ Lucas Diaz ក៏ធ្លាប់បានចូលរួមជាមួយនឹងក្លឹបជាច្រើនផងដែរខ្ញុំសូមដកស្រង់ត្រឹមតែរដូវកាល2022 2023ទៅចុះបាទនៅក្នុងនោះក៏ធ្លាប់បានចូលរួមជាមួយនឹងក្លឹបនៅឯប្រទេសកំណើតរបស់ខ្លួនគឺបាទ America ON បាទហើយក៏ចូលរួមរដូវកាល2022 2024ក៏ធ្លាប់បានទៅចូលរួមជាមួយនឹង Al បាទ Queen Sumas របស់អារ៉ាប៊ីសាអូឌីតដែរបាទហើយក៏ធ្លាប់ចូលរួមជាមួយនឹងUthai Thani របស់សៀមបាទរដូវកាល2024 2025ហើយក៏បាទធ្លាប់បានចូលរួមជាមួយនឹង PSM Makassar បាទរបស់ឥណ្ឌូនេស៊ីដែរបាទមុននឹងផ្លាស់មកចូលរួមជាមួយនឹងកម្ពុជារបស់យើងគឺបាទជាមួយនឹងក្លឹបវិសាខាអញ្ចឹងសម្រាប់កីឡាករ Lucas Diaz យើងឃើញថាបើនិយាយពីប្រវត្តិរបស់គាត់គឺចូលរួមបានបណ្ដាប្រទេសមួយចំនួនច្រើនដែរណាបាទនៅក្នុងនោះមានប្រេស៊ីលបាទមានអារ៉ាប៊ីសាអូឌីតសៀមឥណ្ឌូនេស៊ីបាទមុននឹងចូលរួមជាមួយនឹងកម្ពុជារបស់យើងបាទជំនឿថាបទពិសោធន៍របស់គាត់គឺក៏កាសកែដែរបាទហើយសម្រាប់កីឡាករ Lucas Diaz គាត់កើតនៅក្នុងទីក្រុង Rio de Janeiro បាទរបស់ប្រេស៊ីលគឺជាទីក្រុងមួយដែលមានប្រជាជនរស់នៅច្រើនបាទហើយអ្វីដែលគាត់ធ្លាប់បានចូលរួមនៅក្នុងការប្រកួតប្រជែងនៅក្នុងពេលរង្វាន់មួយចំនួនដូចជា Super Cup ដែរបាទ Super League នៅក្នុងនោះគាត់ទៅបានចូលរួមបង្ហាញខ្លួនបាន9ប្រកួតចូលទីបាន2គ្រាប់ដែរបងប្អូនបាទអញ្ចឹងយើងគិតថាសម្រាប់សភាពកីឡាកររបស់ប្រេស៊ីលនៅពេលបច្ចុប្បន្ននៅក្នុងលីកកម្ពុជាកម្ពុជារបស់យើងចាប់ដើមមានលំហូរមកច្រើនហើយបាទមានគេថាអតិបរមាណាមានការកើនឡើងបាទទាំងនៅប្រខេស្វាយរៀងបាទទាំងវិសាខានិងបណ្ដាក្លឹបមួយចំនួនទៀតដែរបាទនេះគឺជាប្រវត្តិរូបសង្ខេបរបស់កីឡាករបាទ Lucas Diaz ដែលជាកីឡាករបាក់ខ្សែប្រយុទ្ធស្លាបរបស់វិសាខាយើងទៅមួយរូបទៀតបាទគឺបាទកីឡាករបាទរបស់ Scotland បងប្អូនបាទគឺបាទកីឡាករ Scott បាទ Allen បាទ DJ បាទកីឡាករ Scott Allen DJ នេះបច្ចុប្បន្នគាត់មានវ័យ27ឆ្នាំអញ្ចឹងមានន័យថាកីឡាករទាំង3រូបរបស់វិសាខាប្រហែលគ្នាបាទប្រហែលគ្នាបាទអាយុប្រហែលគ្នា27 28បាទហើយដើមកំណើតរបស់គាត់គឺ Scotland កម្ពស់ 1.81 ម៉ែត្របាទ 1.81 ម៉ែត្រអញ្ចឹងទាំងកីឡាកររបស់ Scotland កីឡាកររបស់នៃបាទប្រេស៊ីលបាញ់បាទ Lucas Diaz និងកីឡាកររបស់ Zerbi វិញកីឡាករ Zerbi ខ្សែប្រយុទ្ធខ្ពស់ជាងគេ 1.93 ម៉ែត្របាទហើយបើនិយាយអំពីការដែលគេធ្លាប់បានចូលរួមគឺធ្លាប់បានចូលរួមច្រើនណាបងប្អូនប៉ុន្តែខ្ញុំសូមលើកសង្ខេបត្រឹមរដូវកាល2023
បាទ20បាទ23 24ទៅចុះបាទគាត់ធ្លាប់បានចូលរួមជាមួយនឹង Ross បាទ County របស់ Scotland បាទហើយក៏ធ្លាប់បានចូលរួមជាមួយនឹង Ratchaburi FC របស់សៀមបាទរដូវកាល2025 2026ហើយក៏មកចូលរួមបាទជាមួយនឹងវិសាខានេះរដូវកាលនេះតែម្ដងបាទអញ្ចឹងកីឡាករបាទ Scott បាទ Alan Dishe នេះក៏ជាកីឡាករមួយរូបដែលមានបទពិសោធន៍នៅក្នុងលីករបស់ Scotland ក៏ដូចជាចូលរួមជាមួយនឹងបណ្ដាលនៃក្លឹបមួយចំនួនទៀតដែរបាទហើយបើនិយាយអំពីការដែលគាត់ធ្លាប់មានការចូលរួមប្រកួតប្រជែងគឺធ្លាប់បានចូលរួមជាមួយនឹងពានរង្វាន់ AFC Champion League 2ដែរណាបាទអញ្ចឹងមានន័យថាបទពិសោធន៍របស់គាត់ជាមួយនឹងពានរង្វាន់លំដាប់ទី2នៃទ្វីបអាស៊ីក៏គាត់មានបទពិសោធន៍ដូចគ្នាបាទខាងនោះគឺបង្ហាញខ្លួនបាន4ប្រកួតដែរបាទហើយក៏បានបង្ហាញខ្លួនឲ្យវិសាខាដែរបាទសម្រាប់កីឡាករ Scott Alan Dishe នេះបាទហើយយើងឃើញថាសម្រាប់កីឡាកររូបនេះក៏ធ្លាប់បានជាប់ជាមួយនឹងក្រុមជម្រើសជាតិ Scotland អាយុក្រោម19ឆ្នាំដែរហើយបង្ហាញខ្លួនបាន3ប្រកួតបាទសម្រាប់កីឡាកររូបនេះអញ្ចឹងយើងឃើញថាអំពីសមាជិកភាពកីឡាករទាំង3រូបដែលជាកីឡាករបាទចំណូលថ្មីដែលវិសាខានាំយកមកសម្រាប់ត្រៀមនៅក្នុងជើងទី2នេះគឺអាចនិយាយបានថាគឺជាកីឡាករដែលមានសក្តានុពលទាំងកីឡាករ Abavel Ivaja ជាខ្សែប្រយុទ្ធបាទកីឡាករ Lucas Diaz ដែលជាខ្សែបម្រើស្លាប់និងកីឡាករ Scott Alan Dishe ដែលជាខ្សែបម្រើការពារអញ្ចឹងនៅក្នុងតំបន់ទាំង3បាទទាំងបម្រើទាំងប្រយុទ្ធនិងប្រយុទ្ធប្រអប់បាទគឺមានពេញហើយសម្រាប់វិសាខាអញ្ចឹងបងប្អូនយើងឃើញថាសម្រាប់កីឡាករទាំង3រូបនេះរាប់ថាជាកីឡាករដែលដូចជាអាវុធថ្មីបាទនៃក្លឹបបាល់ទាត់វិសាខាដើម្បីត្រៀមនៅក្នុងការប្រកួតប្រជែងពានរង្វាន់នានាបាទអញ្ចឹងនេះគឺជាព័ត៌មានដែលខ្ញុំបានជំរាបជូនបងប្អូនហើយដែលលោកថាបងដាវីតមានចំណាប់អារម្មណ៍ទៅលើពួកគាត់ទាំង3យ៉ាងណាអាចបងដាវីតអាចចូលរួមបន្តិចទៅដែរបាទបាទអរគុណច្រើនសិកាអាចចូលរួមបន្តិចទៅដោយសារតែកីឡាករទាំង3នេះយើងក៏មិនទាន់ដឹងអំពីគុណភាពនិងគុណផលរបស់ពួកគាត់យ៉ាងណាដែរហើយក៏មិនទាន់បង្ហាញភាពលេចធ្លោឲ្យអ្នកគ្រប់គ្រងរបស់វិសាខាជាពិសេសអ្នកគ្រប់គ្រងនៅកម្ពុជារបស់យើងមានភាពយ៉ាប់អាល់ដូចជាអតីតកីឡាករប្រេស៊ីលកីឡាករ Scotland និងកីឡាករ Serb ឬក៏ហៅថា Serb B កន្លងទៅដែរអញ្ចឹងយ៉ាងណាមិញយើងមានតែរងចាំតាមដានតើវិសាខាត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងទាំងពានរង្វាន់នៅក្នុងលីកក៏ដូចជាពានរង្វាន់ Cup និងឱកាសថ្មីមួយទៀតដែលយើងឃើញថាកម្ពុជារបស់យើងទទួលបានកៅអីបន្ថែមនៅក្នុងការប្រកួតពានរង្វាន់ទ្វីបអាស៊ីបាទអញ្ចឹងយើងមានតែចាំមើលពេលដែលចប់រដូវកាលតើយើងមានប្រមាណកៅអីនៅក្នុងការប្រកួតពានរង្វាន់ទាំងជំរុះនៅក្នុងពូលទាំងវគ្គជំរុះបឋមបាទព្រោះយ៉ាងណាមិញយើងឃើញពីមួយឆ្នាំទៅមួយឆ្នាំបាទតតនៅកម្ពុជារបស់យើងកំពុងតែវិវត្តបាទទៅរៀងរាល់ថ្ងៃកំពុងតែវិវត្តបដាជាមួយនឹងប្រទេសជិតខាងទាំងនៅក្នុងតំបន់អាស៊ាននិងតំបន់អាស៊ីអញ្ចឹងយើងឃើញយ៉ាងណាមិញឥឡូវនេះលីកកំពូលក៏ដូចជាក្រុមបាល់ទាត់នៅលីកកំពូលរបស់យើងមានការប្រកួតប្រជែងខ្ពស់ជាងក្លឹបក៏ដូចជាក្រុមបាល់ទាត់នៅឥណ្ឌូនេស៊ីទៀតបាទល្អជាងសង្ហបុរីល្អជាងតៃវ៉ាន់ទៀតបាទអញ្ចឹងនេះជារឿងដែលក្លឹបនៅកម្ពុជារបស់យើងត្រូវតែគិតគូរខិតខំប្រឹងប្រែងព្រោះថាឧទាហរណ៍ថាប្រកាសទីរៀងមានឱកាសលេង Sophie Cup លេង AFC Challenge League ភ្នំពេញក្រោលមានឱកាសលេង AFC Challenge League ស្រាប់តែឆ្នាំក្រោយបាទមានភាពប្រែប្រួលបន្ទុកយើងបានខ្ពស់ទៅណាស្វ័យរៀងមានឱកាសលេងពានរង្វាន់លំដាប់ទី2ដល់ពេលកន្លះក្អីទៀតមានឱកាសក្នុងការជម្រុះទៀតឧទាហរណ៍ចឹងទៅហើយដល់ពេល AFC Challenge League នៅតែមានកៅអីសម្រាប់យើងទៀតចឹងឧទាហរណ៍កម្ពុជាមាន3ក្រុមឬក៏4ក្រុមអញ្ចឹងក្រុមលេខ1លេខ2លេខ3លេខ4គឺត្រូវតែត្រៀមហើយបាទត្រូវតែត្រៀមអញ្ចឹងទើបក្លឹបនីមួយៗចាប់ផ្ដើមរៀបចំបាទសូម្បីយើងឃើញព្រមវិញក្រោយរយៈកាលក្រោយនេះក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងកីឡាដ្ឋានទាំងកៅអីទាំងស្មៅដើម្បីឲ្យត្រូវស្តង់ដាររបស់ AFC បាទអញ្ចឹងដល់ពេលឥឡូវនេះបាទ AFF សំទោសបាទ AFF អញ្ចឹងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីរបស់យើងនេះក៏ឥឡូវកំពុងតែពិចារណាដែរតែយ៉ាងណាមិញក៏យើងបានទទួលបានថាស្តង់ដាររបស់ភ្នំពេញក្រោយអត់តត្រូវទេអត់ត satisfy អត់តត្រូវកម្រិតស្តង់ដារទេអញ្ចឹងនៅតែខិតខំប្រឹងប្រែងបន្ថែមទៀតអញ្ចឹងយើងឃើញក្លឹបធំៗនៅកម្ពុជារបស់យើងក៏មានច្រើនដែរពេលបច្ចុប្បន្នសូម្បីតែប្រកាន់ទីស្វាយរៀងនៅស្វាយរៀងផ្ទាល់តែម្ដងកីឡាដ្ឋានពីមុនធ្លាប់តែអ្នកទស្សនាមានតែដបូលមួយខាងធ្លាប់តែគេហៅថាដើរចូលទៅឈរទស្សនាទៀតមានណាកាលមុនណាសកាបាទបងប្អូនអ្នកនៅស្វាយរៀងក៏ទៅច្រើនពេកចោលឈរជុំវិញកីឡាដ្ឋានក៏មានអញ្ចឹងវាធ្វើឲ្យសវត្ថិភាពកម្រិតស្តង់ដារវាអត់ត្រឹមត្រូវទេទើបធ្វើឲ្យប្រកាសស្វាយរៀងកន្លងទៅនេះប្រើប្រាស់ពុកកីឡាដ្ឋានជាបរិបទដែលចូលបដោះសំក្នុងការប្រកួតពានរង្វាន់កីឡាអន្តរជាតិបាទពិសេសការប្រកួតពានរង្វាន់ក្លឹបអន្តរជាតិផ្សេងបាទអញ្ចឹងនេះក៏ជាការត្រៀមខ្លួនមួយសម្រាប់វិសាខាដែរក្នុងការប្រកួតប្រជែងខ្ពស់ឧទាហរណ៍ថាក្នុងការដែលប្រកួតប្រជែងខ្ពស់នៅលីកកម្ពុជាកម្ពុជារបស់យើងមានឱកាសក្រុងជើងឯកមានឱកាសលេង AFC
សំទោស AFC ពានរង្វាន់លំដាប់ទី2ទៀតឃើញទេឧទាហរណ៍បើក្រុងជើងឯកណាចុះក្នុងករណីតែបើសិនបើលេខ2ក៏អាចមានឱកាសជំរុះពីលំដាប់ទី2ឬក៏អាចមានឱកាសក្នុងការលេងពានរង្វាន់ AC Challenge League ដែរអញ្ចឹងហើយបើបានក្រុងជើងឯកណោ Sophie Cup ពានរង្វាន់ផ្សេងៗទៀតមកគូបាទអញ្ចឹងវាសិតសឹងតែជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លឹបក៏ដូចជាកីឡាករក៏ដូចជាគ្រូបង្វឹកបាទជាដើមអញ្ចឹងអានេះគ្រាន់តែការចូលរួមរបស់ខ្ញុំទេខ្ញុំឃើញថារយៈកាលចុងក្រោយក្លឹបបាល់ទាត់នៅឯកម្ពុជារបស់យើងគឺកំពុងតែសម្រួចគោលដៅកំពុងតែសម្រួចចក្ខុវិស័យនិងបេសកកម្មរបស់ខ្លួនដើម្បីឲ្យទៅដល់ចំណុចមួយដែលអ្នកគ្រប់គ្រងនិងម្ចាស់ក្លឹបចង់បានបាទ